សមាជិកប្រសិទ្ធិសហរដ្ឋអាមេរិកមួយរូបគឺលោក Anne Chamber បានដាក់ពាក្យបណ្ដឹងព្រះដោយចោទប្រកាន់ទ្រង់ថាបានបង្កឲ្យមានគ្រោះមហន្តរាយធម្មជាតិនៅលើភពផែនដីនិងបង្កគ្រោះមកដល់មនុស្សជាតិផងដែរនិយាយយ៉ាងដូចនេះបងប្អូនមួយចំនួនអាចតាំងជាសំណួរថាតើលោក Chamber ជាមនុស្សមានបញ្ហាស្មារតីដែរឬក៏យ៉ាងណាបានជាសម្រាប់ចិត្តដាក់ពាក្យបណ្ដឹងបែបរវើរវាយយ៉ាងដូចនេះដើម្បីដោះស្រាយចម្ងល់នេះយើងមកចាប់អារម្មណ៍សាវតារឿងដូចតទៅបាទនៅឆ្នាំ2007លោក Anne Chamber ដែលជាសមាជិកប្រសិទ្ធិសហរដ្ឋអាមេរិកប្រចាំរដ្ឋ Nebraska បានធ្វើដំណើរទៅកាន់សាលាដំបងតំបន់ Douglas ក្នុងទីក្រុង Omaha ដើម្បីដាក់ពាក្យបណ្ដឹងទៅកាន់តុលាការប្តឹងព្រះដោយចោទប្រកាន់ទ្រង់ថាបានបង្កឲ្យមានគ្រោះមហន្តរាយធម្មជាតិដូចជាខ្យល់ព្យុះទឹកជំនន់និងរញ្ជួយផែនដីជាដើមព្រមទាំងបង្កគ្រោះថ្នាក់ដល់មនុស្សជាតិលោក Chamber បានស្នើឲ្យតុលាការចេញសេចក្តីសម្រេចដោយហាមឃាត់ទ្រង់មិនឲ្យប្រព្រឹត្តអំពើទាំងអស់នេះតទៅទៀតជាអចិន្ត្រៃយ៍តែម្ដងលោក Chamber បានលើកឡើងបញ្ជាក់ជូនតុលាការថាដោយសារតែព្រះមានវត្តមាននៅគ្រប់ទីកន្លែងក្នុងពេលតែមួយដូច្នេះទ្រង់ក៏មានវត្តមាននៅក្នុងរដ្ឋ Nebraska ផងដែរហើយដូច្នេះហើយតុលាការមានយុត្តាធិការក្នុងការទទួលពាក្យបណ្ដឹងរបស់លោកហើយបន្តនីតិវិធីដើម្បីឈានទៅសម្រេចទៅតាមការស្នើសុំរបស់លោកបន្ទាប់ពីទទួលបានពាក្យបណ្ដឹងរបស់លោក Chamber ហើយនៅខែតុលាឆ្នាំ2008បាទលោកចៅក្រម Malon Paul ដែលជាចៅក្រមទទួលបន្ទុករឿងក្តីនេះបានចេញនៅសេចក្តីសម្រេចនៅក្នុងការច្រានចោលពាក្យបណ្ដឹងរបស់លោក Chamberតុលាការបានលើកឡើងថាតុលាការសម្រេចច្រានចោលពាក្យបណ្ដឹងរបស់លោក Chamber មិនមែនដោយយោងទៅលើច្បាប់សាសនាឬក៏ជំនឿអ្វីនោះទេក៏ប៉ុន្តែតុលាការបានលើកយកវិធាននីតិវិធីរដ្ឋប្រវេណីយកមកធ្វើសំអាងដោយក្នុងនោះគឺពាក់ព័ន្ធទៅនឹងនីតិវិធីនៃការបញ្ជូនដីកានិងទទួលដីកាកោះពីសំណាក់ភាគីចុងចម្លើយដែលជាព្រះនោះតុលាការបានលើកឡើងទៀតថាបាទដោយសារតែព្រះមិនមានអាសយដ្ឋានពិតប្រាកដហើយមិនមានអាសយដ្ឋានចុះបញ្ជីត្រឹមត្រូវទៅតាមនីតិវិធីដូច្នេះហើយតុលាការមិនអាចបន្តនីតិវិធីទៅលើរឿងក្តីនេះបានទៀតទេទើបតុលាការសម្រេចច្រានចោលពាក្យបណ្ដឹងរបស់លោក Chamber តែម្ដងបន្ទាប់មកលោក Chamber ក៏បានសម្រេចដាក់ពាក្យបណ្ដឹងឧទ្ធរណ៍ប្រឆាំងទៅនឹងសេចក្តីសម្រេចរបស់សាលាដំបងតំបន់ Douglasជាលទ្ធផលសាលាអូតូក៏បានសម្រេចច្រានចោលពាក្យបណ្ដឹងរបស់លោក Chamber ហើយតម្កល់សេចក្តីសម្រេចរបស់សាលាដំបងតំបន់ Douglas ទុកជាបានការដដែលជាការពិតលោក Chamber មិនមែនជាមនុស្សមានបញ្ហាស្មារតីនោះទេក៏ប៉ុន្តែលោកគឺជាមនុស្សដែលមានចំណេះដឹងជ្រៅជ្រះខាងផ្នែកច្បាប់មានភាពប្រកបនិយមហើយតែងតែធ្វើអ្វីដែលបង្កឲ្យមានភាពទាក់ទាញដល់មហាជនមូលហេតុដែលលោក Chamber បានដាក់ពាក្យបណ្ដឹងប្តឹងព្រះនេះគឺដោយសារតែមួយរយៈនៅពេលនោះមានរលកនៃការរិះគន់ទៅលើតុលាការថាបានបណ្តែតបណ្តោយឲ្យមានការដាក់ពាក្យបណ្ដឹងរឿងតូចតាចរឿងមិនសមហេតុសមផលដែលភាសាអង់គ្លេសគេហៅថា frivolous lawsuit ដែលបង្កការរំខានទៅដល់ដំណើរការតុលាការនិងបង្កឲ្យមានការកកស្ទះសំណុំរឿងផងដែរលោក Chamber បានចាត់ទុកសកម្មភាពនៃការដាក់ពាក្យបណ្ដឹងរបស់លោកថាជាយុទ្ធសាស្ត្របង្ហាញការតវ៉ាចំពោះយុទ្ធនាការប្រឆាំងនឹងការដាក់ពាក្យបណ្ដឹងរឿងតូចតាចឬក៏រឿងមិនសមហេតុសមផលនិងដើម្បីបង្ហាញថានៅក្នុងប្រព័ន្ធតុលាការរបស់សហរដ្ឋអាមេរិកនរណាក៏អាចដាក់ពាក្យបណ្ដឹងទៅបុគ្គលផ្សេងទៀតផងដែរសូម្បីតែប្តឹងព្រះក៏អាចធ្វើឡើងផងដែរលោកចង់ឲ្យតុលាការរបស់សហរដ្ឋអាមេរិកបើកទ្វារទទួលពាក្យបណ្ដឹងពីមនុស្សគ្រប់រូបទៅលើបណ្ដឹងគ្រប់ប្រភេទដោយគ្មានការរើសអើងនោះឡើយបាទសូមអរគុណបងប្អូនជួបគ្នានៅវីដេអូក្រោយជាបន្តទៀតបាទ